Rồi sẽ còn nói ngày nay admin មកបង្ហាញពីការតម្លើងកម្មវិធី Dialog Vivo 13.1 ដែលជា latest version គឺជា version ចុងក្រោយនៃការកម្មវិធីគណនាការបំភ្លឺក្នុងនេះដែរកម្មវិធីនេះដែរវាងាយស្រួលក្នុងការយើងការគណនាបំភ្លឺអញ្ចឹងណាហើយវាមានទាំងប្រភេទ pool ដែលយើងឲ្យយើង import ចូល Dialog ដើម្បីជាមួយនឹងការគណនាការបំភ្លឺហើយសម្រាប់file របស់ Dialog Evo 13.1 នឹងដែរខ្ញុំបានតម្លាក់ចូលក្នុង group engineering knowledge ហើយបងប្អូនអាចចូលទៅ download បានបន្ទាប់ពី download file នឹងបានហើយបងប្អូនចុចនៅលើវាបែបនេះហើយចុច right click រកពាក្យsorry សូមថយមកក្រោយតិចមុននឹងតម្លើងកម្មវិធីនេះយើងត្រូវបិទអ៊ីនធឺណិតសិនហើយបន្ទាប់មកទៀតរកពាក្យ virus protection បិទ virus protection នឹងពាក្យនេះ virus threat protection setting ចុចមកនេះទាំងអស់នេះបងប្អូនចុចបិទទាំងអស់មកចុចបិទទាំងអស់មកពេលបន្ទាប់ចុចបិទនឹងហើយទៅរក file ដែលបងប្អូនបាន download ពីក្នុង channel Telegram របស់ Engineering Knowledge បន្ទាប់មកបងប្អូនចុច right click លើវារកពាក្យ run as administrator ចុចលើពាក្យហ្នឹងមកវានឹងមានពាក្យសួរថា yes បងប្អូនចុចពាក្យ yes ហ្នឹងមកវានឹងទៅ step បន្ទាប់ទៀតវានឹងមានពាក្យ next អីចឹងបងប្អូនចុចដល់ step ចុងក្រោយតម្លើងអីហើយអស់ហើយវាមានទាមទារអីទេបងប្អូនអាចបើកបានបន្ទាប់ពីបើកបានហើយចូលនៅក្នុង Dialog Evo ដែល admin ប្រាប់ថាតម្លើង plugin នោះមានន័យថា Dialog Evo វាទាមទារអ៊ីនធឺណិតដែរពេលបងប្អូនប្រើអញ្ចឹងមានន័យថាពេលដែលយើងចង់ import ឬក៏ចង់ដាក់ add pool យើងចូលដល់យើងប្រើអ៊ីនធឺណិតប៉ុន្តែក្នុងនេះដែរវាមាន file មួយចំនួនដែលមិនចាំបាច់អ៊ីនធឺណិតយើង download វាមកទុកដែល admin ហៅថា plugin ណាចូលកន្លែងនេះមកនេះបងប្អូនមើលកន្លែង Active Lumina ហ្នឹង go to brand កន្លែងនេះដែរនេះឧទាហរណ៍ថានេះ file នេះដោយសារ admin download ហើយអញ្ចឹងវាអត់មានកន្លែង download ទេប៉ុន្តែវាមាន file មួយចំនួនដែលមានពាក្យ download ឃើញទេបងប្អូនឃើញទេ download បើដាក់ catalog ចឹងមានថាបងប្អូន download ទុកមក download file ហ្នឹងទុកមកនេះពេល download file ហ្នឹងទុកបាននេះពេល load នៅលើដូច admin sorry មើលឃើញនៅក្នុងនេះនេះវាមាន Philip វាមានប្រភេទ Philip វាមានប្រភេទ Paragon ក្នុងនោះដែរបងប្អូនពេល download បានហើយងាយស្រួលក្នុងការតម្លើងគ្រាន់តែចុច run as better ទៅមិនបាច់បិទអ៊ីនធឺណិតមិនបាច់បិទ virus អីទេគ្រាន់តែអ៊ីនធឺណិតតម្លើងអីចប់ហើយបងប្អូនចេញមកខាងក្រៅនេះឥឡូវ admin បើក Paragon sorry ដែលដោយសារតែគេខត admin វាតូចហើយអញ្ចឹងអត់ពេញទេចុច OK ចឹងមកហើយចឹងមានន័យថា application នេះអត់អ៊ីនធឺណិតក៏បងប្អូនអាចប្រើបានដែរអញ្ចឹងមានន័យថាបងប្អូនចុចអាហ្នឹងមកវាមានពាក្យថានេះ send to Dialog បងប្អូនដាក់វាទៅចូលក្នុង Dialog ទៅតែពាក្យ send ក្នុង Dialog នេះលុះត្រាតែបងប្អូនបើកកម្មវិធីនេះដែរបើកកម្មវិធី Dialog នេះដែរបើអត់មានកន្លែង send to នេះទេអញ្ចឹងយើងអាចយកមកប្រើបានដែរឥឡូវខ្ញុំចង់យកពូម៉ែតយកមកប្រើណាខ្ញុំចង់ដាក់ line មួយមកអូខេពូម៉ែតនឹង add មកហើយយើងចង់មើល section នៅក្នុងបន្ទប់ហ្នឹងពូឲ្យខ្ញុំ add មកនេះប៉ុន្តែដោយសារខ្ញុំកណនាហើយអញ្ចឹងអានេះអត់មានការភ្លឺទេពីក្នុងកម្ពស់មួយដែលខ្ពស់ជាងគេនៅក្នុងនេះបន្ទប់នេះ admin set កម្ពស់ផ្សេងset កម្ពស់ផ្សេងហ្នឹង5ម៉ែត្រហ្នឹងហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងគឺចង់ប្រាប់បងប្អូនពីការតម្លើងវាហើយនឹងការ download plugin ទុកជៀសវាងពេលដែលបងប្អូនអត់អ៊ីនធឺណិតហើយវីដេអូបន្ទាប់ admin ថានឹងធ្វើវីដេអូបង្ហាញពីការគណនាពូលនៅលើផ្ទះវិឡាមួយដែលមានកម្ពស់2ជាន់រាប់ទាំងជាន់តដីគឺការគណនាភឺបែបនេះហើយ admin នឹងបង្ហាញពីការលម្អិតទាំងការគូ material បន្ទប់ទឹកបន្ទប់អីបន្ទប់គេងបន្ទប់អី import 3D LAN ចូលក៏បានតុកអីតុកទូកន្លែងញ៉ាំបាយអញ្ចឹងយើងអាច import ក៏បានយើងអាចគូបញ្ជាន់លើវាក៏បានអញ្ចឹងជួបគ្នានៅវីដេអូក្រោយហើយកុំភ្លេចជួយ subscribe channel YouTube នៅលើ description ផងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ
ចូលចិត្តកុំភ្លេច like និង share Facebook page ផងបាទអរគុណច្រើន